មុខម្ហូបឆាខ្ញីសាច់មាន់នេះក៏ជាមាន់ស្រែថ្ងៃមុនបបរមាន់ស្រែថ្ងៃនេះឆាខ្ញីសាច់មាន់ស្រែតែបងគឺយើងមានខ្ញីដែលយើងទិញមកពីផ្សារអានេះមិនមែនជាខ្ញីដែលយើងដាំទេខ្ញីនេះទិញមកពីផ្សារបើមាន់មិញមាន់យកមកពីស្រែចិញ្ចឹមនៅស្រុកស្រែពិតប្រាកដហើយខ្ញីរបស់យើងគឺយើងធ្វើការចិតសម្បកវាចេញទៅដោយសារតែបើយើងអត់ចិតសម្បកទេយើងក៏ញ៉ាំអត់កើតដែរយើងចិតសម្បកសម្អាតវាកោសសម្បកកោសអីចេញឲ្យស្អាតព្រោះថាបើយើងទិញគេហាន់ស្រាប់ក៏ល្អដែរប៉ុន្តែភាគច្រើនមកគេហាន់ហើយស្រាប់គេអាចនឹងដាក់ថ្នាំឬក៏ដាក់សារធាតុគីមីអីផ្សេងអញ្ចឹងយើងអត់ចង់ឲ្យវាប៉ះពាល់ដល់សុខភាពទេអញ្ចឹងយើងទិញប្រភេទដែលគេមានមើមអញ្ចឹងយើងសុខចិត្តពិបាកចិត្តសម្បកហាន់វាហើយឥឡូវនេះយើងចិត្តសម្បកហើយយើងធ្វើការហាន់វាជាចំណិតណាចំណិតបន្ទាប់ពីយើងហាន់ជាចំណិតហើយយើងក៏ធ្វើការចិតវាជាសរសៃល្អិតល្មមវាមានល្អិតពេកទេដោយសារតែបន្ទាប់ពីយើងចិតហើយក៏យើងយកវាទៅឆារំលីងម្ដងទៀតដើម្បីកុំឲ្យវាហឹលដោយសារពីមុនខ្ញុំក៏ជាមនុស្សម្នាក់ដែលមិនចូលចិត្តមុខម្ហូបឆាខ្ញីទេព្រោះឆាខ្ញីវាហឹលតែឥឡូវចាប់ផ្ដើមមានចំណង់ចំណូលចិត្តអាចញ៉ាំឆាខ្ញីបានតែមុខម្ហូបមួយនេះក៏វាមិនជាហឹលប្រហែលហើយខ្ញីនេះដោយសារតែយើងបន្ទាប់ពីយើងចិតវាជាចំណិតល្អិតហើយយើងយកវាមករំលីងម្ដងដើម្បីឲ្យវាបំបត្តិភាពហឹលរបស់ខ្ញីបើយើងអត់រំលីងទេវានៅប្រទេសដុំអញ្ចឹងពេលដែលយើងស្លទៅវាហឹលវាធ្វើឲ្យយើងហឹលហើយក៏អត់សូវមានរសជាតិឆ្ងាញ់ដែរបើសិនជាយើងអត់រំលីងទេយើងហាន់វាល្អិតតូចក៏បានដែរតែដោយសារយើងត្រូវយកវាមករំលីងម្ដងទៀតទេអញ្ចឹងក៏ចិត្តជាចំណិតវារៀងធំដែរឥឡូវនេះខ្ញីរបស់យើងក៏រៀងស្ងួតដែរហើយវាមកល្មមហើយយើងក៏ដួសវាចេញយើងដួសវាយើងយកកាច់ឆែងត្រង់នេះយើងដួសវាទៅឲ្យវាស្រក់ខ្លាញ់ចេញយើងដួសវាចេញហើយបន្ទាប់មកខ្ទះនឹងអាដែលយើងគ្រាន់តែថែមប្រេងបន្តិចទៀតទៅព្រោះប្រេងដែលយើងឆាខ្ញីមិញវាអត់ស្ងួតទេវានៅខ្លះដែរយើងគ្រាន់តែថែមប្រេងបន្ថែមនឹងខ្ទះហើយយើងក៏រំលីងសាច់មាន់ក៏ត្រូវរំលីងដូចខ្ញីដែរព្រោះយើងថាបើសិនជាយើងអត់រំលីងក៏បានដែរយើងដាក់វាស្លយើងបំពងខ្ទឹមហើយដាក់ស្លយកហ្មងក៏បានដែរតែបើយើងរំលីងអញ្ចឹងទៅវាធ្វើឲ្យសាច់មាន់យើងវាបាត់ក្លិនទឹកព្រៃទឹកអីផ្សេងហើយក៏វាមានអាចជារសមួយយ៉ាងដែរវាធ្វើឲ្យមាន់យើងក៏ពេលដែលយើងស្លទៅក៏វាឆាប់ឆ្អិនដែរប៉ុន្តែចំណង់ចំណូលចិត្តរបស់បងប្អូនម្នាក់ទៅឥឡូវនេះមាន់របស់យើងក៏វារៀងស្ងួតទឹកព្រៃហើយវាយើងអាចនឹងគិតថាល្មមយើងអាចដួសចេញដែរយើងដួសសាច់មាន់យើងចេញធ្វើដូចឆាខ្ញីមិញហ្នឹងចឹងយើងដួសវាចេញដើម្បីឲ្យវាស្រក់ខ្លាញ់ចេញកុំឲ្យវាប៉ាំជាមួយនឹងខ្លាញ់ឬក៏ប្រេងឆាដែលយើងដាក់ហ្នឹងយើងដួសវាដាក់ចូលនៅលើអាកាច់ច្រែងដែលមានប្រហោងហ្នឹងទៅវានឹងស្រក់ខ្លាញ់ចេញមកវាមិនប៉ាំជាមួយនឹងអាសាច់មាន់របស់យើងហ្នឹងបន្ទាប់មកខ្ទះយើងដដែលទៀតហើយគ្រាន់តែយើងលាងសម្អាតវាឲ្យស្អាតហើយយើងចាក់ប្រេងឆាយើងចូលហើយយើងទុកឲ្យវាក្តៅល្មមយើងក៏ដាក់ខ្ទឹមសដែលយើងជាទូទៅយើងស្លយើងតែងតែដាក់ខ្ទឹមឲ្យដើម្បីឲ្យវាបង្កើតក្លិនព្រោះអីបើយើងអត់ដាក់ខ្ទឹមទេវាអាចនឹងមានក្លិនសាច់ឬក៏ក្លិនអីផ្សេងយើងបំពងខ្ទឹមហើយមកខ្ទឹមយើងឡើងពណ៌ល្មមយើងក៏ដាក់សាច់មាន់ដែលយើងរំលីងអំបិញមិញនេះចូលទៅហើយយើងធ្វើការឆាវាត្រឡប់ចុះឡើងតាមពិតសាច់មាន់របស់យើងវាចង់ឆ្អិនហើយតែថាយើងរំលីងមិញហ្នឹងនោះតែយើងក៏ធ្វើការឆាយើងថែមស្ករសបន្តិចម្សៅរ៉ូឌីយើងថែមអំបិលបន្ថែមតិចទៀតហើយយើងដាក់ប្រេងខ្យងមួយស្លាបព្រាបាយហើយយើងធ្វើការឆាវាត្រឡប់ចុះឡើងអញ្ចឹងទៅល្មមមកយើងអាចគិតថាបើសាច់មាន់យើងវាអត់ទាន់វានៅស្វិតទេយើងបន្ថែមភ្លើងបន្តិចទៀតហើយយើងធ្វើការថែមទឹកដើម្បីរំងាស់សាច់មាន់របស់យើងក៏វាធំដែរមិនមែនជាកូនមាន់ទូចទេអញ្ចឹងវាសាច់វាអាចស្វិតអញ្ចឹងយើងត្រូវថែមទឹកហើយយើងឆាវាត្រឡប់ចុះឡើងទៅហើយយើងក៏ចាក់ខ្ញី
ចាក់ខ្ញីយើងរំលីងនឹងចូលទៅខ្ញីរបស់យើងព្រោះវាអត់ទៅហឹលទេហើយក៏វាចង់ឆ្អិនដូចគ្នាព្រោះយើងរំលីងវាមកស្ងួតទឹកអស់ហើយខ្ញីរបស់យើងអញ្ចឹងក៏វាអត់ទៅហឹលប្រហែលដែរសម្រាប់អ្នកដែលមិនចូលចិត្តហឹលយើងអាចធ្វើវិធីនឹងបានយើងរំលីងខ្ញីយើងឲ្យមកត្រឡប់មកល្មមមកវាបាត់អាក្លិនហឹលអារសជាតិហឹលខ្លះហើយពេលយើងឆាទៅគឺវាអត់សូវហឹលខ្លាំងទេបើយើងចាត់វាហើយយើងយកមកឆាវាហ្មងវាអាចនឹងហឹលឥឡូវនេះឆាខ្ញីសាច់មាន់របស់យើងក៏បានរួចរាល់ហើយយើងក៏ដួសវាដាក់ចានមកយើងដួសវារសជាតិវាក៏មកល្មមយើងភ្លក់អីអស់ហើយយើងក៏ដួសវាដាក់ចានទៅហើយវីដេអូរបស់យើងក៏មានតែប៉ុណ្ណឹងដែរសូមអរគុណសូមជម្រាបលា